Okay សួស្តីបងប្អូនអរគ្នាហើយសម្រាប់បងប្អូនអរគ្នាដែលអត់ទាន់ចេះតឡើង Windows និង download Windows 11អូខេតោះអញ្ចឹងខ្ញុំបង្ហាញបងប្អូនអរគ្នាអំពីរបៀបតឡើង Windows 11អូខេជាដំបូងយើងចូលមកកាន់ website របស់ Microsoft មកណាអូខេនេះជា website របស់ Microsoft យើងគ្រាន់តែចូលមកកាន់កន្លែង Google មកយើងអាចប្រើ browser Google Chrome ណាយើងវាយ Windows 11 download មកណាយើងវាយ Windows 11 download មកយើងនឹងឃើញ website របស់ Microsoft ហើយអូខេនេះគឺជា website របស់ Microsoft អញ្ចឹងយើងអាចធ្វើការ download បានណាចុចលើពាក្យថា download មកអូខេអញ្ចឹងកន្លែងហ្នឹងអានេះជា tool មួយមានន័យថាយើង check មើលថា hardware របស់យើង support ក្នុងការតឡើង Windows 11អត់អានេះជា tool មួយយើងអាចboot វាចូលផ្លាស់តាមរយៈអាហ្នឹងអញ្ចឹងយើងធ្វើការ download tool ហ្នឹងមួយមកណានេះវាថាពីមុន before you begin using the media creator tool យើងអាច download ហ្នឹងមកដើម្បី download Windows 11ក៏បានយើង down វាជា file ISO ក៏បានអូខេអញ្ចឹងបើសិនជាយើង down ជាចង់ down ជា ISO អញ្ចឹងកន្លែងនេះយើងអាច select វាមកណានេះយើងអាច select Windows 11 edition មកបន្តមកទៀតយើងចុចអីគេ download now មកបន្ទាប់ពីយើងចុច download now កន្លែងនេះវាឲ្យយើងជ្រើសភាសាដែលយើងចង់ download Windows ណាអញ្ចឹងយើងអាចយក English International អញ្ចឹងណាអូខេបន្តមកទៀតយើងចុច confirm មកបន្ទាប់ពីចុច confirm មកយើងអាចធ្វើការ download បានណាយើងគ្រាន់ចុច 64 download មកនេះ64 bit download បន្ទាប់ពីចុច download មកវានឹងបង្ហាញកន្លែង download ឡើយនេះខ្ញុំ download រួចហើយអញ្ចឹងយើងអាចចុចទៅលើ folder ហ្នឹងមកណាចុចលើ folder ហ្នឹងមកដើម្បីធ្វើការបើកវាអូខេនេះគឺជា file Windows ដែលខ្ញុំបាន download អញ្ចឹងខ្ញុំនឹងធ្វើការដំឡើងវានៅក្នុង virtual machine អូខេអញ្ចឹងនៅក្នុងហ្នឹងខ្ញុំប្រើ VMware Workstation ខ្ញុំវាយមក VMware Workstation អូខេខ្ញុំប្រើ VMware Workstation 17ណាអូខេអញ្ចឹងធ្វើការបើក VMware Workstation របស់យើងមកអញ្ចឹងខ្ញុំធ្វើការបង្កើត VM មួយមកដើម្បីតឡើង Windows 11របស់យើងខ្ញុំចាប់ផ្ដើមបង្កើត VM មួយមកតទៅទៀតធ្វើការចុច next មកអូខេអញ្ចឹងកន្លែងនេះយើងយក IV install system letter ណាខ្ញុំចុច next មកអញ្ចឹងកន្លែងនេះយក Windows ហើយយើង select យក Windows 11ណានេះ Windows 11 64 bit ណានេះយក Microsoft Windows ហើយយើង select Windows 11 64 bit អញ្ចឹងយើងធ្វើការចុច next ទៀតមកហើយកន្លែងនេះខ្ញុំដាក់មក Windows 11អញ្ចឹងទៅណានេះអូខេយើងដាក់ Windows 11អញ្ចឹងទៅឬក៏យើងដាក់អូខេយើងដាក់ Windows 11អញ្ចឹងហើយទីតាំងណាយើងចង់ដាក់ទីតាំងឬក៏ដូរទីតាំងអញ្ចឹងយើងដូរមកអញ្ចឹងខ្ញុំមិនដាក់នៅនឹងទេខ្ញុំដាក់នៅ data D នេះណាអូខេខ្ញុំមើលរកកន្លែងត្រាយខ្ញុំមើលអូខេខ្ញុំឆែកត្រាយសិនអូខេខ្ញុំឆែកមើលត្រាយនេះអត់មានអីទេណាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមបង្កើត make a folder មួយមកខ្ញុំដាក់Win ខ្ញុំដាក់ Win 11អញ្ចឹងទៅហេអូខេតែខ្ញុំអូខេមកណាយើងបដោតែម្ដងទៀតណាឲ្យឃើញ Win 11នេះអូខេនេះ Win 11តើទៀតធ្វើការចុច next មកហើយនៅកន្លែងនេះវាទាមទារយើងធ្វើការដាក់ password ណានេះកន្លែងនេះ version Windows 11 series ថ្មីណាអញ្ចឹងបើសិនជាយើងអត់ដាក់បានអត់យើងធ្វើការចុច next មកគឺអត់ទេតម្រូវយើងដាក់ password អញ្ចឹងកន្លែងហ្នឹងខ្ញុំសូមធ្វើការដាក់ password មួយមកមានន័យថាវា encrypt វាត្រូវការ TPM encryption នេះកន្លែងនេះណាអញ្ចឹងខ្ញុំដាក់មកអញ្ចឹងកន្លែងនេះខ្ញុំដាក់មកកន្លែងនេះដាក់ password ក៏បានដែរណាសំខាន់យើងចាំកន្លែងហ្នឹងណាWindows 11 version ចុងក្រោយគឺតម្រូវឲ្យយើងដាក់អញ្ចឹងណាចុច next មកចុចកន្លែងនេះ remember password on the credential manager មកណាចុច next ទៀតមកហើយ maximum កន្លែងនេះខ្ញុំយកវា 100G មកកន្លែងហ្នឹងខ្ញុំយក 100G មកតទៅទៀតកន្លែងនេះ split virtual disk ឬក៏ store virtual disk single អញ្ចឹងខ្ញុំយក split មកមានថាវាកាត់ space តា Windows ឧទាហរណ៍ថាយើងដាក់ 100G អញ្ចឹងទៅWindows តឡើង 10G វាកាត់ទៅ 10G បើតែយើងយកនេះ 100G វាកាត់ទាំង 100G អញ្ចឹងទៅអូខេយើងធ្វើការចុចនេះទៀតមកចុចកន្លែងនេះ custom hardware ណាកន្លែងខ្ញុំចុច custom មក
យើងចង់បាន RAM ខ្ញុំយក RAM 8G ណាហើយ processor គឺខ្ញុំយកធម្មតាហ្នឹងមកណា RAM 8G ចុច close មកតទៅទៀតចុច finish អូខេអញ្ចឹងយើងនឹងទទួលបាន Windows 11 មួយណា Windows 11អញ្ចឹងចុច edit visual machine មកអូខេអញ្ចឹងកន្លែង CD នេះយើងធ្វើការ browse ទៅកាន់ file ISO របស់យើងអញ្ចឹង file ISO យើងនៅកន្លែង download ណានេះនៅកន្លែង download ខ្ញុំចុច OK មកខ្ញុំចុច OK មកអូខេបន្តមកទៀតយើងធ្វើការ power on មកដើម្បីធ្វើការទៅឡើង Windows 11ថាតើ hardware របស់យើង support អត់ណាអូខេអញ្ចឹងpress enter key មកណាដើម្បី boot ចេញមកពី file ISO របស់យើងអូខេអញ្ចឹងវាចាប់ផ្ដើម start Windows 11ហើយអូខេអញ្ចឹងកន្លែងនេះ language install តែយើងចង់យកគេអញ្ចឹងខ្ញុំយក default វាទៅណាអូខេខ្ញុំចុច next មកតទៅទៀត keyboard ណា keyboard setting អញ្ចឹងកន្លែងហ្នឹងខ្ញុំសុំយក United States International ណាចុចនេះទៀតមកអញ្ចឹងកន្លែងនេះវាសួរយើងថាយើងចង់ទៅឡើង Windows 11ឬក៏យើងធ្វើការ repair អញ្ចឹងខ្ញុំធ្វើការទៅឡើងថ្មីខ្ញុំចុច I agree មកខ្ញុំចុច next មកហើយបើសិនជាយើងមាន license យើងដាក់មកកន្លែងហ្នឹងហើយខ្ញុំអត់មានទេខ្ញុំដាក់ I don't have product key មកណាអូខេបើសិនជាយើងមានយើងដាក់កន្លែងហ្នឹងឲ្យហើយក៏បានឬក៏យើងចាំដាក់ពេលក្រោយក៏បានដែរអូខេអញ្ចឹងកន្លែងហ្នឹងយើងយកជាប្រភេទគេយើងយក Windows 11 Pro Windows 11 Pro ចុច next មកអូខេអញ្ចឹងកន្លែងហ្នឹងចុច accept មកអូខេអញ្ចឹងវានឹងបង្ហាញ hard disk របស់យើងគឺចំនួន 100G អញ្ចឹងកន្លែងនេះធ្វើការចុច next មកណាអូខេអញ្ចឹងយើងទៅដើមធ្វើការចុច install មកអូខេអញ្ចឹងមកដល់កន្លែងនេះយើងអាច select យកប្រទេសយើងមកណាយើងអាច select យកអាហ្នឹងក៏បានយើងយកប្រទេសយើងក៏បានដែរណាយើង select យក Cambodia មកយើងអាចយក Cambodia មកនេះ Cambodia យើងមានណាអូខេចុច yes មកអូខេបន្ទាប់ពីយើង select Cambodia យើងកន្លែង keyboard នេះយើងត្រូវយក United States International ចុច yes មកអូខេអញ្ចឹងកន្លែងនេះយើងអាច add keyboard layout មកយើងអាច add ខ្មែរយើងមួយទៀតមកណាយើងអាច add ខ្មែរមកអូខេកន្លែងហ្នឹងណាអស់ដល់ K មកអូខេនេះខ្មែរយើងណាអូខេចុច next មកចឹងកន្លែងនេះយកខ្មែរណៃដាមកអូខេអញ្ចឹងបើសិនជាវិធី account យើងអាច bypass វាបានណាអូខេយើងអត់ចាំបាច់បង្កើត account ទេយើង local ហ្មងអូខេអញ្ចឹងកន្លែងនេះយើងដាក់ឈ្មោះឲ្យ PC របស់យើងមិនថា name of your device ដាក់ឈ្មោះ device មកអញ្ចឹងខ្ញុំដាក់ device ខ្ញុំដាក់ខ្ញុំដាក់អក្សរធំមកពូ IT ដក PC យើងទៅយើងអាចចុច next មកពេលចុងមកដល់ចំណុចនេះយើង set up វាជាលក្ខណៈ personal ឬក៏ set up សម្រាប់ធ្វើការឬក៏សាលាអូខេអញ្ចឹងបើសិនជាធ្វើការសាលាយើងត្រូវការ join domain ណាអូខេអញ្ចឹងកន្លែងយើង set up personal មកណាយើងចុច personal set up មកចុច next មកអូខេកន្លែងនេះវាធ្វើការ check update Windows របស់យើងធ្វើការ check update ណាអញ្ចឹងធ្វើការរងចាំទៅវានឹងដើរ step មានវាធ្វើការ download update 3 step នឹងចប់បានយើងអាចធ្វើទៅមុខទៀតបានអញ្ចឹងធ្វើការរងចាំបងប្អូនគ្នា
11លើវាធ្វើការ update ច្រើនក្នុងការ set up អញ្ចឹងដល់ធ្វើការរងចាំវាតើការរៀងយូរជាងមុនព្រោះវាទៅការ download update plug in ឬក៏ update feature ថ្មីនៅពេលដែលយើង install ទៅណាអូខេនេះជាការ guideline របស់វាដែលវា update យើងអាចមើលការ update របស់វាទៅណាអ្វីដែលថ្មីនៅសម្រាប់ Windows 11ហ្នឹងណានេះយើងអាចមើលបានឃើញទេអូខេយើងធ្វើការរងចាំអរគ្នាអូខេអញ្ចឹងយើងបាន update complete មួយ3 step ហើយអញ្ចឹងយើងធ្វើការរងចាំឥឡូវម៉ាស៊ីនរបស់យើងកំពុងធ្វើការ restart អូខេអញ្ចឹងមកដល់ចំណុចនេះពេលដែលយើង update ចប់វាតម្រូវយើង sign in ជាមួយនឹង Microsoft account អញ្ចឹងយើងអាចធ្វើការចុច sign in មកប៉ុន្តែបើសិនជាយើងអត់ចង់ sign in ក៏វាមានជម្រើសសម្រាប់ឲ្យយើងដែរបើសិនជាយើងអត់ចង់ sign in ណាអូខេអញ្ចឹងខ្ញុំចុច sign in option ឡើងនេះមកអូខេខ្ញុំដាក់ forget my username ណាអូខេខ្ញុំចុចឡើងនឹងមួយមកទៅវាចេញអីគេអូខេអញ្ចឹងវាទាមទារយើងដាក់ email ខ្ញុំចុច back មួយវិញមកតើយើងមានដំណោះស្រាយអីដែលយើងអាច skip ដើម្បីយើងអត់ចង់ប្រើ Microsoft account ទេអញ្ចឹងកន្លែងនេះខ្ញុំចុច sign in option ឡើងនេះមកកន្លែងនេះខ្ញុំយក face នេះចុះណា face fingerprint ចុះអូខេអញ្ចឹងកន្លែងហ្នឹងវា option កន្លែងហ្នឹងក៏យើងអត់អាចបង្កើតបានដែរវាតម្រូវឲ្យយើងបង្កើត account ហ្មងអូខេអញ្ចឹងខ្ញុំនឹងរកដំណោះស្រាយមួយដែលខ្ញុំចុចកន្លែង add a way ដើម្បី sign in មើលតើវាមានជម្រើសអីដែលអាចឲ្យយើងកុំបង្កើត account អញ្ចឹងវាអត់មានទេវាតម្រូវឲ្យយើងបង្កើត account អញ្ចឹងយើងអាចប្រើ bypass អូខេអញ្ចឹងខ្ញុំសាកប្រើ bypass អញ្ចឹងយើងអាចប្រើ set up personal ដូចគ្នាយើងចុច next ទៀតមកមានកន្លែងមួយដែលអាចឲ្យយើង bypass បានណាកន្លែងនេះយើង update អស់ហើយអញ្ចឹងយើងអាចចុច CS10 ណានេះយើងចុច CS10 មកយើងអាច bypass បានណាអញ្ចឹងដើម្បី bypass បានយើងគ្រាន់តែ YOOBE យើង YOOBE មក slash មក bypass NRO ជាងសាកសិនមក enter មកណាចាំមើលនៅពេលដែលយើងវាយ bypass NRO អញ្ចឹងមកតើយើងបង្កើត account បានអត់អញ្ចឹងមួយទៀតយើងត្រូវ disconnect internet អញ្ចឹងចូល setting មកណាយើងចូល setting មកកន្លែង network card កន្លែងនេះណាយើងអាចយកកន្លែង host only សិនមកដើម្បីផ្ដាច់ internet កុំឲ្យវា connect ទៅកាន់ internet ណាកន្លែងហ្នឹងណាយើងសាកធ្វើ setting កន្លែងហ្នឹងសិនថាយើងអាចទៅឡើង Windows 11បានអត់ណាព្រោះដោយសារ Windows ឥឡូវវាតម្រូវឲ្យយើងប្រើតាក់ទងជាមួយនឹង Microsoft account ហ្មង Windows 11 series ក្រោយហ្នឹងប៉ុន្តែខ្ញុំធ្លាប់ទៅឡើងយើងអត់អាចយើងមិនបាច់ set up user ក៏បានដែរណាអូខេជាមួយខ្ញុំតេស្តមើលសិនអូខេយើងយក Cambodia ទៅដែរមកអញ្ចឹងនៅពេលដែលយើង bypass វាទ្វាយើងធ្វើចំណុចហ្នឹងឡើងវិញម្ដងទៀតណាអូខេអញ្ចឹងយើង follow ទៅតាម step ពីមកកន្លែងហ្នឹងយើងយក United States International មកណាអូខេអញ្ចឹងកន្លែងនេះខ្ញុំ skip សិនមកណាដើម្បីលឿនខ្ញុំអត់ចង់ add ម្ដងទៀតទេអូខេអញ្ចឹងវាទា connect ទៅកាន់ internet ហើយអូខេអញ្ចឹងកន្លែងនេះយើង click I don't have internet ណាអូខេ I don't have internet តើពីយើង click I don't have internet មកយើងអាចធ្វើការតឡើងបានអញ្ចឹងកន្លែងនេះដាក់ PC ដដែលមកខ្ញុំដាក់ pu enter your name អញ្ចឹងណានេះ in who going to use device ណាខ្ញុំដាក់ pu IT យ៉ាងណាអូខេខ្ញុំចុច next មកតើ password អញ្ចឹងយើងមិនបាច់ដាក់ទេ next ទៀតមកអូខេចឹងកន្លែងនេះខ្ញុំបិទទាំងអស់មកយើងមិនបើកទេកន្លែងហ្នឹងណាអូខេយើងបិទមកកុំឲ្យវា run service ធ្វើឲ្យ Windows យើង slow ខ្ញុំចុច stop មកចឹងយើងរងចាំទៅវានឹងធ្វើការ
set up Windows 11ជោគជ័យហើយចឹងបើសិនជាយើងតម្លើង Windows 11អត់បានបងប្អូនអាចធ្វើដូចខ្ញុំចឹងគឺបិទអ៊ីនធឺណិតសិនហើយយើងមិនចាំបាច់បង្កើត account ទេបើសិនជាយើងចង់បង្កើត account ក៏បានដែរប៉ុន្តែយើងអត់ចង់ធ្វើការបង្កើត account យើងចង់ប្រើ account local របស់វាចឹងយើងត្រូវតែ flow ទៅតាមហ្នឹងអូខេយើងរងចាំប្រហែលជា 2-3 នាទីទៅវានឹងធ្វើការ start up Windows 11យើងចូលទៅដល់ផ្ទាំង desktopអូខេអញ្ចឹងឥឡូវហ្នឹងយើងតម្លើង Windows 11គឺបានជោគជ័យហើយណាអូខេចឹង Windows 11យើង success ក្នុងការតម្លើងហើយអញ្ចឹងវាអត់តឡើងអ៊ីនធឺណិតទេអញ្ចឹងបន្ទាប់ពីយើងតម្លើងចប់យើងគ្រាន់តែធ្វើការចុច setting មកហើយយើង connect មកកាន់ NAT វិញមកណានេះណាអញ្ចឹងវាឡើងទៅកាន់អ៊ីនធឺណិតហើយនេះអញ្ចឹងកន្លែងនេះគឺមានអ៊ីនធឺណិតហើយអញ្ចឹងនេះជា Windows 11របស់យើងណាអូខេជាងការតម្លើង Windows 11គឺមានតែប៉ុណ្្នឹងទេហើយបងប្អូនដែលទស្សនាវីដេអូនេះកុំភ្លេចជួយ like follow និង subscribe ជា YouTube admin ម្នាក់មួយផងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយ